គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ដែលជក់ចិត្តសម្រាប់យប់នេះដែរខ្ញុំបាននាំយកនៅសាច់រឿងមួយគឺខ្មោចគូសាច់ឆ្ងាយជាធម្មតានៅពេលដែលយើងមានបងប្អូនសាច់ឆ្ងាយគាត់បាត់បង់ជីវិតយើងដែលជាបងប្អូនហាក់មានអារម្មណ៍អ្វីមួយយ៉ាងប្រាប់ឲ្យដឹងថាមានរឿងកើតឡើងចំពោះសាច់ញាតិរបស់យើងហើយចង់ដឹងថាសេរីរឿងទៅជាយ៉ាងណាសូមគោរពអញ្ជើញតាមដានស្ដាប់ដូចតទៅមានរឿងមួយកើតឡើងដែលមិនគួរឲ្យជឿពេលខ្ញុំអាយុ10ឆ្នាំកាលនោះខ្ញុំនៅជាមួយម៉ែនិងប៊ីងនៅឯស្រុកនឹងមួយថ្ងៃសៅរ៍ខ្ញុំមកពីសាលារៀនខ្ញុំនឹងពួកគាត់ខ្សឹបខ្សៀវនៅលើក្រែមុខផ្ទះខ្ញុំឮម៉ែនិយាយថាពិតមែនទេមីងក៏ពោលថាមែនម៉ែឃើញច្បាស់កន្លែងនៅភ្នែកខ្ញុំនឹងបងក៏ឃើញដែរមកទាំងស្រស់តែម្ដងមិនទាន់ដល់7ថ្ងៃផងណាយប់នេះដល់7ថ្ងៃហើយណាពេលនោះមីងក៏លេងឃើញខ្ញុំគាត់ធ្វើសញ្ញាឲ្យម៉ែឈប់និយាយម៉ែងាកមកឃើញខ្ញុំគាត់ក៏បាននិយាយថាមកពីសាលាហើយឬកូនខ្ញុំក៏បានងក់ក្បាលម៉ែប្រាប់ថាឲ្យចូលទៅងូតទឹកទៅនឹងអាលញ៉ាំបាយខ្ញុំដើរចូលទៅក្នុងផ្ទះឲ្យត្រចៀកទៀងស្ដាប់តែពួកគាត់ហាក់ដឹងពួកគាត់មិននិយាយគ្នាទៀតទេដរាបដល់ខ្ញុំចូលក្នុងបន្ទប់ទឹកគាត់ក៏ខ្សឹបខ្សៀវបន្តទៀតខ្ញុំចង់ដឹងថាតើមានរឿងអ្វីកើតឡើងដូច្នេះក្រោយហូរទឹករួចខ្ញុំក៏ទៅស៊ើបដំណឹងពីទឹមដែលត្រូវជាកូនរបស់មីងខ្ញុំនិងជាចៅរបស់យាយសំវាមានវ័យប្រហាក់ប្រហែលនឹងខ្ញុំពួកយើងឧស្សាហ៍តាក់ទងគ្នាហើយមានរឿងអ្វីប្រាប់គ្នាដែរខ្ញុំជួបវាម្ដងខ្ញុំសួររឿងដែលម៉ែខ្ញុំនិងម៉ែវានិយាយគ្នាវាក៏ប្រាប់រឿងទាំងមូលរឿងដែលវានិយាយធ្វើឲ្យខ្ញុំញាក់ផ្អើលជាខ្លាំងគឺមានអូនសាច់ឆ្ងាយរបស់ម៉ែក៏ត្រូវជាក្មួយរបស់យាយសុំដែរគាត់បានស្លាប់នៅឯស្រុករបស់គាត់ត្រឹមតែបាន5ថ្ងៃត្រឹមតែចេញលងកាលពីយប់មិញគាត់មកលងនៅផ្ទះយាយសុំវាឮចាស់និយាយថាលងដោយចូលមកដល់ផ្ទះហើយអង្គុយលើក្តារដោយមនុស្សធម្មតាមកលេងសាច់ញាតិអញ្ចឹងវាថាគាត់នោះអត់មានលងអីគួរឲ្យខ្លាចទេគ្រាន់តែមកអង្គុយធ្វើធម្មតានិយាយធម្មតាជាមួយនឹងយាយសុំដោយគាត់លើរស់អញ្ចឹងឬថាមកសុំលុយយាយសុំធ្វើសហុយធ្វើដំណើរតែមិនប្រាប់ថាទៅណានោះទេយាយសុំយកប្រាក់ដែលគាត់សន្សំហុចឲ្យគាត់ក៏ទទួលហើយសំពះអរគុណយាយសុំរួចទៅបាត់ទៅខ្ញុំសួរថាតើយាយសុំឲ្យប្រាក់ខ្មោចឬប្រាក់មនុស្សទើបឆ្លើយថាឲ្យប្រាក់មនុស្សតើខ្មោចចាយលុយមនុស្សដែរឬទេខ្ញុំសួរទាំងឆ្ងល់អាណាដឹងទឹមឆ្លើយយ៉ាងខ្លីតែប៉ុណ្ណឹងទឹមបានប្រាប់ថាមុនមកផ្ទះយាយសុំខ្មោចនឹងបានទៅសុំលុយតាមផ្ទះបងប្អូនតែគ្មាននរណាបើកទ្វារឲ្យគាត់ដើរគោះទ្វារសឹងតែក្នុងផ្ទះតាំងពីស្រុកគាត់រហូតមកដល់ស្រុករបស់ពួកយើងទឹមប្រាប់ទៀតថាពេលចេញពីផ្ទះយាយសុំខ្មោចនោះថានឹងមកលេងម៉ែខ្ញុំនាយប់នេះហើយខ្ញុំឮហើយបើកភ្នែកធំវាជារឿងដែលម៉ែនិងមីងនិយាយគ្នាខ្ញុំប្រញាប់ត្រឡប់មកផ្ទះវិញក្រោយពីដឹងរឿងមកដល់ផ្ទះខ្ញុំធ្វើធម្មតាតែលួចសង្កេតមើលសកម្មភាពរបស់ម៉ែខ្លាចតែទឹកមុខបន្តិចគាត់ហាក់ត្រងោតស្រងាត់បន្តិចមិនមែនខ្លាចទេព្រោះម៉ែមិនចេះខ្លាចខ្មោចឡើយហើយចម្លងតពួយមកដល់ខ្ញុំមើលទៅគាត់ដូចជានឹកអាណិតត្រណោះខ្មោចអូនគាត់នោះច្រើនជាងខ្ញុំមិនដែលស្គាល់ខ្មោចម្នាក់នោះទេមិនដែលជួបហើយក៏មិនដែលឮដែរពួកយើងមានសាច់ញាតិបងប្អូនច្រើនណាស់រស់នៅស្រុកភូមិផ្សេងគ្នាបើតាមស្ដាប់ទៅខ្ញុំត្រូវហៅខ្មោចនោះថាពូខ្ញុំញ៉ាំបាយជាមួយម៉ែញ៉ាំរួចខ្ញុំលាងចានបន្ទាប់មកខ្ញុំធ្វើលំហាត់ម៉ោងជាង7ល្ងាចហើយមេឃឡើងងងឹតស្ទប់ម៉ែកំពុងដេកខោអាវទឹកមុខគាត់នៅតែស្រងោលស្រងាត់ខ្ញុំឃើញគាត់មើលម៉ោងរហូតប្រហែលជាគាត់កំពុងចាំខ្មោចពូមករកពេលធ្វើលំហាត់រួចខ្ញុំដើរមកអង្គុយក្បែរម៉ែក៏ដេញខ្ញុំទៅវិញខ្ញុំដើរចេញទាំងមុខក្រញើ
តាមពិតខ្ញុំចង់នៅជាមួយម៉ែចង់ឃើញខ្មោចពូមកលងយ៉ាងម៉េចប៉ុន្តែឥឡូវម៉ែមិនអោយនៅពិតជាខកចិត្តណាស់ខ្ញុំដើរចូលទៅបន្ទប់ដេកផ្ទះយើងសង់ផ្ទាល់នឹងដីមិនធំទេព្រោះពួកយើងរស់នៅតែ2នាក់បើដីជុំវិញផ្ទះរាងធំគួរសមផ្ទះសង់ពីថ្មប្រក់ក្បឿងខាងក្រៅព័ទ្ធជុំវិញដោយរបងនោះនឹងមានតុចន្លោះមួយដូចជាទ្វាររបងអញ្ចឹងពួកយើងមិនទាន់មានលុយធ្វើរបងទេម៉ែចង់ធ្វើរបងថ្មហេតុនេះទើបម៉ែប្រឹងដេកខោអាវរាល់ដងម៉ែបិទទ្វារតាំងពីក្បាលប្រលប់យប់នេះទ្វារផ្ទះបើកម៉ែប្រកាសជារងចាំខ្មោចពូមករកខ្ញុំពិតជាមិនចង់ខកខានរឿងនេះទេកម្រណាស់នឹងបានឃើញខ្មោចស្ដែងបែបនេះផ្ទះរបស់យើងចូលផុតទ្វារមកគឺម៉ាស៊ីនដេររបស់ម៉ែកន្លែងទទួលភ្ញៀវមានតុមួយនិងកៅអី2ទល់មុខម៉ាស៊ីនដេរនោះបន្ទាប់មកគឺបន្ទប់ដេកខ្ញុំនិងម៉ែដេកជាមួយគ្នាបន្តពីបន្ទប់ដេកគឺបន្ទប់ទឹកដូចចង្ក្រានបាយបន្ទប់ដេកមានបង្អួចកញ្ចក់ដែលអាចមើលទៅខាងក្រៅបានខ្ញុំធ្វើពុតជាចូលដេកតាមពិតលួចតាមដានតាមកញ្ចក់បង្អួចនេះនាឡិកាដើរដល់ម៉ោង9ហើយម៉ែងាកទៅមើលទ្វាររបងជាញឹកញាប់ចំណែកខ្ញុំអង្គុយលើពូកអត់ត្រឹមកមើលពីក្នុងបន្ទប់ខ្ញុំឃើញម៉ែងាកមកមើលបន្ទប់តែដោយសារខ្ញុំបិទភ្លើងហើយអត់ក្បាលលឹមហេតុនេះម៉ែមើលមិនឃើញទេគាត់មើលបន្ទប់ហើយងាកទៅមើលទ្វាររបងរួចក៏ដកដង្ហើមធំរំពេចនោះមានសំឡេងខ្យល់បក់មកឮសូរវូព្រមទាំងមានសំឡេងឆ្កែលូយ៉ាងរលួយខ្ញុំខំបើកភ្នែកសម្លឹងមើលទៅមុខផ្ទះម៉ែប្រញាប់រៀបចំកន្លែងដេកគាត់រួចគាត់ដើរទៅកាន់ទ្វារផ្ទះមាន2សន្លឹកដំបូងឡើយគាត់បើកតែមួយសន្លឹកទេឥឡូវគាត់ទៅបើកថែមមួយសន្លឹកទៀតធ្វើឲ្យខ្ញុំអាចមើលឃើញច្បាស់ពីទិដ្ឋភាពខាងក្រៅផ្ទះបើកទ្វាររួចម៉ែទៅអង្គុយលើកៅអីយ៉ាងស្ងៀមស្ងាត់ខ្ញុំមើលទឹកមុខម៉ែគាត់ដូចជាអន្ទះសារណាស់ខ្ញុំសម្លឹងមើលខាងក្រៅដោយមិនប្រព្រឹត្តភ្នែកឡើយសំឡេងឆ្កែលូមិនទាន់បាត់ទេហើយឮកាន់តែច្រើនឡើងខ្យល់ក៏បក់មកមិនឈប់ពេលនោះខ្ញុំលឺសម្រាប់ជើងដើរមកកាន់ទ្វាររបស់ខ្ញុំនឹងមានធំក្លិនញើសធំកាន់តែខ្លាំងហើយសម្រាប់ជើងក៏កាន់តែគៀកខ្ញុំដែរនោះណោខ្ញុំឃើញប្រអប់ជើងមនុស្សឃើញតែប្រអប់ជើងពីរទេអ្វីក៏មិនឃើញដែរកំពុងដើរចូលតាមចន្លោះរបងដែលចាត់ទុកជាទ្វាររបងផ្ទះខ្ញុំបើកភ្នែកធំមិនហ៊ានដកដង្ហើមឡើយខ្ញុំប្រឹងមើលដោយមិនហ៊ានប្រព្រឹត្តភ្នែកប្រអប់ជើងនោះចូលមកគៀកនឹងទ្វារផ្ទះតែខ្ញុំឃើញជាជីងចក់គូទៅវិញគួរឲ្យចម្លែកខ្ញុំរៀងភ្ញាក់ផ្អើលមិនក៏ជើងខ្មោចខ្លាយជាជើងជីងចក់តែបើសង្កេតមើលឲ្យដិតដល់ជើងជីងចក់មួយគូនេះមិនដូចជើងជីងចក់ទូទៅទេពួកវាលោតមិនមែនវាទេដងឲ្យឆ្វេងម្ដងឲ្យស្ដាំហើយចង្វាក់វាលោតដូចជើងមនុស្សដើរពួកវាលោតចូលមកក្នុងផ្ទះបន្ទាប់មកលោតទៅកាន់កន្លែងដែលម៉ែកំពុងអង្គុយខ្ញុំឃើញម៉ែតាមសម្លឹងមើលជើងជីងចក់មួយគូនេះនៃរបស់គាត់ឡើងរលីរលោងគាត់ដកដង្ហើមវែងរងចាំឲ្យជើងជីងចក់លោតមកដល់កៅអីទើបគាត់ញញឹមពិតជាមិនគួរឲ្យជឿជីងចក់បានរលាយបាត់លេចចេញនៅប្រុសម្នាក់រៀងដូចល្អិតពោះជាងខ្ញុំបន្តិចប៉ុណ្ណោះពាក់អាវសាច់ក្រណាត់ពណ៌ផ្ទៃមេឃនិងស្លៀកខោខូវប៊យពណ៌ខៀវអង្គុយលើកៅអីបែរខ្នងឲ្យខ្ញុំបែរមុខទៅរកម៉ែខ្ញុំឃើញដានញើសជោកលើខ្នងរបស់គាត់រោមដៃខ្ញុំបះបើខ្ញុំឡើងព្រឺមិនមែនខ្ញុំខ្លាចទេនេះជាសញ្ញាទូទៅពេលជួបខ្មោចខ្ញុំមិនបានឃើញមុខខ្មោចពូម្នាក់នោះទេអ្វីដែលខ្ញុំឃើញនោះគឺរូបរាងបែបព្រាលតែដឹងថារូបរាងយ៉ាងម៉េចដោយខ្ញុំបានរៀបរាប់ពីខាងលើអញ្ចឹងចំណុចខ្ញុំចាប់អារម្មណ៍មួយទៀតគឺថាពេលដើរចូលមកខ្ញុំឃើញប្រអប់ជើងដល់ចេញរូបរាងអត់ឃើញប្រអប់ជើងខ្ញុំឃើញជើងខោច្បាស់ត្រឹមពាក់កណ្ដាលកំពួនលុះពាក់កណ្ដាលកំពួនចុះក្រក៏ទេស្អាត
អត់មានជើងផងមិនក៏លឺសម្រាប់ជើងសំឡេងម៉ែបានពោលឡើងធ្វើឲ្យបញ្ញាអារម្មណ៍ខ្ញុំពីជើងខ្មោចពេលនោះខ្ញុំឮម៉ែសួរទៅពូថាចង់ទៅណាដែរពូក៏បានថាចង់ទៅលេងអង្គរខ្មោចពូតបដោយសំឡេងមនុស្សធម្មតាអត់ដោយសំឡេងខ្មោចក្នុងកូនសោះពេលនោះម៉ែក៏បានសួរទៀតថាទៅយ៉ាងម៉េចពូក៏បានតបទៅថាទៅជាមួយគេជិះឡានទៅមានគ្នាច្រើនណាស់តែខ្ញុំអត់មានលុយគ្រប់ឮពាក្យនេះម៉ែងាកទៅក្រោយខ្នងគាត់យកប្រអប់នំដែកដែលម៉ែទិញមកឲ្យខ្ញុំញ៉ាំនំអស់គាត់យកប្រអប់នឹងដាក់លុយសន្សំមើលទៅគាត់បានត្រៀមលុយដុល្លារហើយគាត់យកប្រអប់លុយមកដាក់លើភ្លៅរួចបើកគម្របប្រអប់យកលុយពីក្នុងនោះទាំងអស់ហុចឲ្យទៅខ្មោចពូខ្ញុំពេលនោះពូខ្ញុំបាននិយាយថាខ្ញុំនឹងសងបងវិញនៅ2ថ្ងៃទៀតម៉ែគាត់ថាមិនបាច់សងទេរួចគាត់ញញឹមពេលនោះខ្មោចពូក៏បាននិយាយថាទេចៃដឹងចៃបងមិនមែនមានទេបងមានកូនត្រូវមើលថែ2ថ្ងៃទៀតខ្ញុំនឹងសងបងវិញខ្ញុំឃើញម៉ែញញឹមខ្ជិបហើយទឹកភ្នែកមួយដំណក់ស្រក់ពីភ្នែកខាងឆ្វេងរបស់គាត់ហូរចុះមកម៉ែបងនិយាយទាំងឧបដើមកញ៉ាំបាយហើយឬនៅបងញ៉ាំរួចហើយឡើងចង់ហល់ឯណោះខ្មោចពូនិយាយរួចគាត់ក៏ក្រោកឈរខ្ញុំដល់ពេលទៅហើយក្រៃឡានចិញ្ចោលខ្ញុំទៅសិនហើយណាបងគ្រាន់តែនិយាយចប់ឬសូរសំឡេងវឹតហើយខ្មោចពូក៏រលាយបាត់សំឡេងឆ្កែទូបាត់ឈឹងហើយខ្យល់ក៏ឈប់បក់ទៀតដែរម៉ែយកដៃជូតទឹកភ្នែកទៅពលរួចគាត់ដើរទៅបិទទ្វារផ្ទះបន្ទាប់មកគាត់បិទភ្លើងកន្លែងទទួលភ្ញៀវខ្ញុំប្រញាប់ទម្លាក់ខ្លួនលើក្រែហើយបិទភ្នែកធ្វើពុតជាដីលក់ខ្ញុំខំផ្ទៀងត្រចៀកស្ដាប់ឬសម្រាប់ជើងម៉ែទៅបន្ទប់ទឹកបន្ទាប់មកទឹកគាត់ចូលមកបន្ទប់បើកមុងហើយចូលមកដេកក្បែរខ្ញុំស្ដាប់ឮសំឡេងគាត់ឈៀតឆោតគាត់ប្រហែលជាយំទង្វើរបស់ម៉ែធ្វើឲ្យខ្ញុំឆ្ងល់និងចង់ដឹងខ្លាំងណាស់តើខ្មោចពូនោះមានទំនាក់ទំនងអ្វីបានជាម៉ែកំសត់ដល់ថ្នាក់នេះហើយគ្មានណាក្រៅពីទឹមឡើយវាជាមនុស្សតែម្នាក់ដែលខ្ញុំអាចទៅស្វែងរកចម្លើយបានពួកយើងជាក្មេងចំនួនក្រោយមិនដឹងអីច្រើនទេទឹមស៊ើបបានដំណឹងបន្តិចបន្តួចប៉ុណ្ណោះវាប្រាប់ថាខ្មោចពូនោះជាសាច់ឆ្ងាយមិនមែនចិត្តទេតែរាប់អានជាមួយគ្រួសារខ្ញុំនិងគ្រួសារវាចិត្តស្និទ្ធហើយឮថាគាត់នឹងម៉ែខ្ញុំចិត្តដិតជាងគេគាត់កំព្រាហើយគ្មានប្រពន្ធគ្មានកូនពេលអូខ្ញុំរត់ចោលម៉ែខ្ញុំបានពូម្នាក់នឹងឯងមកជួយជាពិសេសពេលម៉ែខ្ញុំឆ្លងទន្លេក្រោយមកគាត់ទៅធ្វើការនៅស្រុកថៃរួចហើយគាត់មកស្រុកខ្មែរវិញក៏គ្រោះថ្នាក់ចរាចរណ៍ស្លាប់តាមផ្លូវគេបញ្ជូនសពមកស្រុកកំណើតគាត់ហើយបូជាភ្លាមដូចនិយាយពីមុនអញ្ចឹងទើបតែស្លាប់បាន 4-5 ថ្ងៃក៏ដើរលងតែទើងលងតែផ្ទះសាច់ញាតិអត់លងអ្នកដទៃទេមួយទៀតបើតាមឮគឺថាផ្ទះសាច់ញាតិដែលគាត់ទៅរកនោះសុទ្ធតែជំពាក់លុយគាត់ពេលគាត់នៅរស់ពួកគេខ្ចីលុយមិនព្រមសងគាត់អស់លុយទៅត្រូវទៅធ្វើការនៅស្រុកគេគាត់ទៅសុំយកលុយគាត់វិញតែម្នាក់មិនដឹងជាខ្លាចខ្មោចឬមិនចង់សងលុយបានជាមិនព្រមបើកទ្វារយីសុំក៏ធ្លាប់ជំពាក់លុយខ្មោចពូនឹងដែរជំពាក់ព្រោះតែកូនគឺឪរបស់ខ្ញុំនឹងឯងខ្ញុំលេងល្បែងជំពាក់លុយគេទើបរត់ចោលស្រុកហើយយីសុំត្រូវចេញសងបំណុលចំនួនកូនពេលនោះទៅរកខ្ចីលុយខ្មោចពូទៅសងគេទើបរួចផុតបញ្ហាយីសុំចង់សងលុយខ្មោចពូតែខ្មោចពូចេះតែថាទុកសិនទៅព្រោះឃើញគាត់ចាស់លំបាកហើយកូនចៅគាត់មានអ៊ំនិងមីងជាដើមក៏មិនសូវធូរធារដែរប៉ុន្តែគ្រួសារយីសុំប្រឹងប្រែងណាស់ប្រឹងរកប្រាក់និងសន្សំដើម្បីបានសងខ្មោចពូពេលនោះសងបានសម្រេចហើយមានតែម៉ែម្នាក់ប៉ុណ្ណោះដែលមិនជំពាក់លុយពូពួកយើងដឹងត្រឹមប៉ុណ្ណឹងចំពោះថាខ្មោចពូចាយលុយមនុស្សឬយ៉ាងម៉េចយ៉ាងម៉ាក៏មិនដឹងដែរពួកយើងមិនដឹងទេហើយក៏ខ្ជិលដឹងនិងខ្ជិលចង់ដឹងដែរ
ប៉ុន្តែអ្វីដែលខ្ញុំសរសើរខ្មោចគឺថាខ្មោចរក្សាពាក្យសន្យាមិនដូចមនុស្សនិយាយឲ្យតែរួចពីមាត់តែប៉ុណ្ណោះពីថ្ងៃក្រោយមកខ្មោចពូសងលុយម៉ែខ្ញុំមែនគ្រាន់តែការសងរបស់ខ្មោចខុសពីការសងរបស់មនុស្សខ្មោចពូសងលុយម៉ែដោយឲ្យម៉ែរកលុយបានដោយមិនដឹងខ្លួនខ្ញុំលួចស្ដាប់ឮម៉ែនិយាយប្រាប់មីថាគាត់មិនដឹងយ៉ាងម៉េចទេតែចេះតែមានលុយរហូតមិនដឹងលុយមកពីណាពេលនោះមីនិយាយថាប្រហែលខ្មោចពូសងលុយទើបម៉ែញាក់លន់មាត់ថាមែនហើយពេលនោះគ្រួសារខ្ញុំក៏ចាប់ដើមមានបានរហូតមកបាទតែរឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ត្រឹមហ្នឹងតើបងប្អូនជឿដែរឬទេថាវាគឺជាការពិតបើសិនជាបងប្អូនជឿសូមជួយខមមិននៅខាងក្រោមវីដេអូនេះផងជាចុងក្រោយ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យរកស៊ីមានបានធ្វើដំណើរទៅណាមកណាឲ្យជួបតែសុខសុវត្ថិភាពពីកន្លែងទាំងអស់សូមបងប្អូនជួយចុច Subscribe Channel របស់ admin ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា